ចង់ចាប់ផ្ដើមជួយនៅលើ Cypher នៅក្នុងឆ្នាំ2021នេះតើយើងគួរត្រៀមអ្វីខ្លះមុននឹងយើងឈានជើងចូលទៅក្នុងវិស័យ trading អញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំមាន5ចំណុចដើម្បីធ្វើការចែករំលែកប្រាប់អ្នកនរអគ្នាដើម្បីអ្នកនរអគ្នាត្រៀមមុននឹងយើងចាប់ផ្ដើមធ្វើជាអ្នកជួយដូរទៅលើ Cypher ឬក៏វិស័យ crypto វិស័យផ្សេងៗទាំងអស់នេះគឺសុទ្ធតែជាអ្វីដែលយើងត្រូវធ្វើមុននឹងយើងឈានជើងចូលទៅក្នុងវិស័យហ្នឹងទី1អ្នកនរអគ្នាត្រូវដឹងថាអ្វីដែលយើងគួរតែ invest ជាមុនគឺ education ឬក៏ចំណេះដឹងពាក់ព័ន្ធជាមួយនឹងការរលុយពាក់ព័ន្ធជាមួយនឹងស្វែងរកដើម្បីយើង make ទៅលើ passive income គឺយើងត្រូវការវិនិយោគទៅលើចំណេះដឹងរបស់យើងជាមុនសិនខ្ញុំឃើញការជួយដូរទៅលើ Cypher ដូចគ្នាអ្វីដែលយើងត្រូវធ្វើដំបូងគឺមិនមែនទៅបើក account ដាក់លុយដើម្បី trade ទាំងដែលយើងអត់ទាន់យល់ថាតើរបៀប trade របៀបម៉េចវិភាគទីផ្សារបែបម៉េចហើយអានឹងវាអីអត់ទាន់នឹងច្បាស់បែរទៅជាបើក account ដើម្បី trade យកមករឿងទាំងអស់នេះវាផ្លូវកាត់បើវាផ្លូវកាត់ល្អអីទេតែផ្លូវកាត់នេះគឺវាអាចនឹងធ្វើយើងខាតបង់លុយខាតពេលវេលាទៀតអញ្ចឹងរឿងទី1ដែលយើងត្រូវធ្វើគឺយើងគួរតែវិនិយោគទៅលើចំណេះដឹងរបស់យើងជាមុនសិនទី2យើងគួរតែស្វែងរកយុទ្ធសាស្ត្រការត្រាក់ណាមួយដែលយើងចូលចិត្តឧទាហរណ៍ថាអ្នកខ្លះគាត់ចូលចិត្ត ICT អ្នកខ្លះគាត់ចូលចិត្ត SMC or IMC support resistance និយាយទៅយើងរើសមើលទៅថាតើយុទ្ធសាស្ត្រមួយណាដែលយើងចង់រៀនយុទ្ធសាស្ត្រមួយណាដែលយើងពេញចិត្តយើងគួរតែស្វែងយល់រៀនពីយុទ្ធសាស្ត្រឲ្យច្បាស់លាស់ដោយសារនៅក្នុងយុទ្ធសាស្ត្រមួយមុននឹងគេចូលផ្សារគឺវាមាន set up របស់គេត្រឹមត្រូវមិនមែនចេះតែចូលប្រេះដែរអញ្ចឹងតើតែត្រូវ set up បានគេចូលអញ្ចឹងការណាដែលយើងយល់ពី concept ណាមួយឬក៏យល់ពីយុទ្ធសាស្ត្រណាមួយយើងដឹង set up ថាយើងត្រូវចូលបែបនេះអានឹងគឺជារឿងមួយដែលយើងត្រូវធ្វើមិនថាយុទ្ធសាស្ត្រទេសូម្បីតែអ្នកខ្លះគាត់ trade ប្រើប្រាស់ជាមួយនឹង indicator ដើម្បីធ្វើការមើល map ទៅលើការចូលទីផ្សារប្រកបអញ្ចឹងបើសិនជាយើងស្រឡាញ់ទៅលើ indicator យើងស្វែងយល់ពីអានឹងឲ្យបានច្បាស់ហើយវាមានច្រើនពាក់ព័ន្ធជាមួយនឹងការដែលយើងចង់បង្កើតចំណូលនៅក្នុង Cypher វាមានច្រើនបែបវិធីទី1ទីយើងត្រូវការស្វែងយល់ពីយុទ្ធសាស្ត្រវិធីទី2យើងអត់ចង់រៀនយុទ្ធសាស្ត្រយើងចង់រៀនទៅលើ indicator ក៏បានវិធីទី3អ្នកខ្លះក៏ស្វែងយល់ពាក់ព័ន្ធជាមួយនឹងការប្រើ robot ឬក៏ EA ព្យាយាមមើល robot ដែលល្អធ្វើការ testing robot ហ្នឹងគេប្រើនៅពេលណាខ្លះលទ្ធផលបែបម៉េចអញ្ចឹងយុទ្ធសាស្ត្រឬក៏ផែនការក្នុងការ trade ហ្នឹងគឺវាមានច្រើនតែចំណុចទី2នេះខ្ញុំចេះជម្រាបអ្នកទាំងអស់គ្នាស្វែងយល់ពីយុទ្ធសាស្ត្រណាមួយសិនទៅដើម្បីជាចំណូលចិត្តរបស់យើងព្រោះពាក់ព័ន្ធជាមួយនឹងរឿងផ្សេងៗបើសិនជាយើងអត់មានយុទ្ធសាស្ត្រក្នុងការ trade ទេក៏ពិបាកនៅក្នុងការរៀបចំផែនការ trade ផ្សេងដែរចំណុចទី3គឺយើងគួរតែ focus ទៅលើ risk management ផងមិនមែនប្រកាសថាយើងមានយុទ្ធសាស្ត្រក្នុងការចូលផ្សារយើងអត់បានរៀនពាក់ព័ន្ធជាមួយនឹង risk management យើងអត់បានស្វែងយល់ពីវាយើងអត់បាន focus ពីវាទេអាចធ្វើឲ្យការ trade របស់យើងដាច់ account បានគ្រប់ពេលមិនមែនយើងអាងថាយើងមានលុយយើងចង់ចូលមិនក៏បានទេណាតែបើសិនជាយើងអត់មាន risk management ត្រឹមត្រូវ trade ចុះ trade ឡើងទៅមកអត់ឃើញលុយចំណេញទេចូលដើមវិញទៀតអញ្ចឹង risk management គឺជាខ្សែមួយដែលសំខាន់មែនទែនសម្រាប់ការ trade របស់យើងចំណេញតិចឬច្រើនខាតតិចឬក៏ច្រើនគឺវាអាស្រ័យទៅ risk management ហ្នឹងហើយអញ្ចឹងបើសិនជាយើងអត់ចេះគ្រប់គ្រងហានិភ័យឲ្យបានច្បាស់លាស់ទេការ trade របស់យើងគឺវាអរត់អរាយខ្លាំងមែនទែនចំណុចទី4យើងគួរតែប្រើពេលវេលារបស់យើងដើម្បី testing ទៅលើការ trade ទៅលើ demo account ឬក៏បើសិនជាគិតថា demo account វាអត់សូវមាន emotion វាអត់សូវ real អាច testing ជាមួយនឹង real account បានក៏ប៉ុន្តែដាក់នៅក្នុងទំហំណាដែល low budget ទៅបានហើយ100 200តិចតួចទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានហើយពាក់ព័ន្ធជាមួយការ trade ឧទាហរណ៍ថាយើងមាន 10000 យើងកុំយកលុយ 12000 របស់យើងទៅដាក់ trade អស់យើងដកតែ 10% ឬក៏ប្រហែលភាគរយដែលយើងគិតថាយើងអាច afford to loss បានពីព្រោះតែនៅក្នុងវិស័យ trading នេះគឺវាមិនមែនជាការវិនិយោគទេការវិនិយោគដាក់ទៅវាបានលុយប្រៀបថាបានតិចតួចអីចឹងទៅតែនៅក្នុងវិស័យ trading វាមិនមែនដាក់ទៅបានលុយទេដាក់ហើយយើងត្រូវធ្វើសកម្មភាពយើងត្រូវមានជំនាញទៅលើការ trade អញ្ចឹងបើសិនជាជំនាញយើងនៅស្ទើរវាមិនមែនទៅជាចំណេញវាទៅជាខាតទៀតអញ្ចឹងខ្ញុំអត់ហៅវាថាជាការវិនិយោគទេអញ្ចឹងយើងត្រូវធ្វើការ testing ទៅលើ demo ឬក៏ real account នៅក្នុងទំហំណាមួយតិចតួចអញ្ចឹងទៅឬក៏បើសិនជាអ្នកនរគ្នាអត់ចង់ធ្វើការ testing ជាមួយ demo អត់ចង់ធ្វើការ trade ជាមួយ real account អាចសាកល្បងជាមួយនឹងប្រភេទ funding account ដែលវាមាន challenge ហើយខ្ញុំគិតថាសម្រាប់អ្នកដែលគាត់ challenge ទៅលើ
ពាក់ព័ន្ធជាមួយ funding account ណាបើសិនជាគាត់ផាសខ្ញុំគិតថាការ trade របស់គាត់គឺកាន់តែប្រសើរកាន់តែល្អជាងអ្វីដែលគាត់ trade ទៅលើ real account ឬក៏ល្អជាងអ្វីដែលគាត់ trade demo account ទៀតធ្វើបើថា funding account ជា challenge ដែលជា demo account មែនក៏ប៉ុន្តែវាអាចឲ្យយើងមានវិន័យត្រឹមត្រូវមាន risk management មានការចូលផ្សារនិយាយរួមទៅគឺគេហៅថាវាមានច្បាប់ទម្លាប់ត្រឹមត្រូវអញ្ចឹងបើសិនជាអ្នកនរគ្នា trade funding account ផាសគឺជារឿងដ៏ល្អដែលអាចធ្វើឲ្យអ្នកនរគ្នាដើរកាន់តែលឿនទី5គឺជាចំណុចចុងក្រោយបើសិនជាអ្នកនរគ្នាអាចធ្វើរឿងទាំង4នេះខ្ញុំបាននិយាយបានគឺព្យាយាមកុំបខំធ្វើមួយធ្វើតាមតាណាសុខចិត្តមួយទៅកុំគិតថាយើងដាក់លុយថ្ងៃនឹង1000យើងវាយយក100000វាយយក10000គុំគិតថាបខំបើសិនជាចំណេះដឹងរបស់យើងនៅមានកម្រិតយើងឃើញគេថាអូខេគេធ្វើបានក៏ប៉ុន្តែយើងត្រូវដឹងថាអ្វីដែលគេធ្វើបានហ្នឹងក៏គេមានជំនាញច្បាស់ដែរហើយអ្វីដែលគេធ្វើហ្នឹងមិនមែនគេធ្វើភ្លាមជោគជ័យភ្លាមទេគេធ្វើច្រើនដងតម្រាំតែគេជោគជ័យអញ្ចឹងសំខាន់យើងត្រូវ keep ធ្វើវាម្ដងតិចមួយអញ្ចឹងទៅហើយអ្វីខ្ញុំចង់ប្រាប់អ្នកនរគ្នាចុងក្រោយមុននឹងចាប់ផ្ដើមជួយដូរទៅលើវិស័យ trading ឬក៏ជឿនជើងចូលយើងគួរតែមានធនធានខ្លះឬក៏ budget ខ្លះយើងអាចអត់សោះពីព្រោះដោយសារអាការដែលយើងអត់មានលុយសោះហើយយើងឈានចូលក្នុងវិស័យ trading នេះវាអាចធ្វើឲ្យ emotion របស់យើងគឺទទួលយកបាននៅពេលដែលយើងធ្វើទៅខុសឬក៏ធ្វើទៅខាត emotion របស់យើងគឺងាយនឹងការប៉ះទង្គិចមែនទែនបើសិនជាយើងកំពុងតែខ្វះខាតឬក៏យើងអត់សូវមានទុនធានអានេះគឺជាចំណុចសំខាន់មួយដែលយើងត្រូវស្វែងយល់អញ្ចឹងបើសិនជាចង់ចាប់ផ្ដើមឈានជើងចូលក្នុងវិស័យ trading អ្វីដែលជាចំណុចសំខាន់ទៅមើលទុនធានរបស់យើងសិនថាយើងកំពុងតែខ្វះខាតឬក៏យ៉ាងម៉េចបើសិនជាកំពុងខ្វះខាតកុំតន់វាអត់អាចជួយឲ្យជីវភាពយើងស្រស់ស្រាយបើសិនជាក្នុងដំណាក់កាលមួយយើងខ្វះខាតដោយសារតែ emotion របស់យើងគឺងាយនឹងប៉ះទង្គិចមែនទែនបើសិនជាការ trade របស់យើងចូលទៅខុសឬខាតអញ្ចឹងណាអានេះខ្ញុំនិយាយមែនអញ្ចឹងជំហានទី1មើលសិនថាតើធនធានរបស់យើងមើលទៅវាអូខេអត់វាល្អអត់ចាំល្អហើយចាំយើងចាប់ផ្ដើមធ្វើវាទៅតាម flow ដែលខ្ញុំបាននិយាយខាងលើអញ្ចឹងខ្ញុំមានតែ5ចំណុចនេះទេសម្រាប់ឆ្នាំថ្មីហើយឆ្នាំថ្មីគឺជូនពរអ្នកនរគ្នាត្រូវចំណេញទាំងអស់គ្នារកស៊ីមានបានធ្វើណាទីចិត្តទីឆ្ងាយសុខសប្បាយអរគ្នាអរគុណ